បុរសម្នាក់ត្រូវបានចោរម្នាក់រុញចេញពីយន្តហោះដោយគ្មានឆាត់យងគាត់បានធ្លាក់ចុះយ៉ាងលឿនក្នុងល្បឿនសេរីនៅពេលដែលគាត់ធ្លាក់ដល់ដីគាត់ប្រកាសជាសះអ្នកណាដឹងថាបងឆាំងមិនស្លន់ស្លោទល់តែសះផ្ទុយទៅវិញគាត់បានសម្រួលកាយវិការយ៉ាងស្ងប់ស្ងាត់បន្ទាប់មកបានបង្កើនល្បឿនហោះចុះទៅខាងក្រោមតាមពិតទៅនៅខាងក្រោមគាត់មានជនល្មើសហ្នឹងឲ្យតែគាត់ដណ្ដើមយកឆាត់យងរបស់វាបានគាត់នឹងអាចរួចផុតពីគ្រោះថ្នាក់មិនយូរប៉ុន្មានបងឆាំងក៏បានមកដល់ពីក្រោយជនល្មើសខ្ចង់ល្បឿនលឿនជាងពន្លឺពេលដែលវាមិនប្រុងប្រយ័ត្នគាត់ក៏បានអោបភ្លេងរបស់វាច្រកជនល្មើសដែលកំពុងភៀងបានបញ្ញាប់បំរាស់យ៉ាងខ្លាំងក្នុងបំណងចង់ក្រវ៉ាត់បងឆាំងចេញប៉ុន្តែទោះបីជាវាប្រឹងប្រែងយ៉ាងណាក៏មិនអាចគ្រួតគាត់ចេញបានដែរបន្ទាប់មកបងឆាំងបានមើលឱកាសល្អហើយបានដណ្ដើមយកកាបូបឆាត់យងពីក្រោយក្នុងរបស់ជនល្មើសប៉ុន្តែជនល្មើសក៏ចង់រស់រានមានជីវិតដែរវាបានចាប់ខ្សែស្មាកាបូបជាប់មិនប្រមាណអ្នកទាំងពីរបានវាតបគ្នានៅលើអាកាសអស់រយៈ2នាទីកន្លះទីបំផុតបងឆាំងជាអ្នកឈ្នះហើយដណ្ដើមបានកាបូបឆាត់យងមើលទៅចម្ងាយពីដីគឺតិចជាង300ម៉ៃជនល្មើសបានភ័យស្លន់ស្លោភ្លាមវាបានចាប់ជើងខោរបស់បងឆាំងជាប់ក្នុងបំណងចង់ស្លាប់ជាមួយគ្នានៅក្នុងគ្រាដ៏គ្រោះថ្នាក់បំពង់បងឆាំងបានធាក់ជនល្មើសមួយជើងខ្ទាតជិនទៅវិនាទីបន្ទាប់ជនល្មើសបានហោះខ្ទាតទៅឆ្ងាយរាប់ម៉ឺនសែនយោជន៍បងឆាំងឃើញដូចនេះក៏បញ្ញាប់ស្ពីកាបូបឆាត់យងដាក់លើខ្លួនប៉ុន្តែនៅពេលដែលគាត់រៀបចំបាក់ឆាត់យងនឹកស្មានមិនដល់ថាជនល្មើសម្នាក់ទៀតបានដេញតាមគាត់បន្ទាប់មកវាបានចាប់ភ្លៅរបស់បងឆាំងដោយមិននិយាយអីមួយម៉ាត់បន្ទាប់មកវាបានហាមាត់ធំបំរុងនឹងខំមួយម៉ាត់នៅគ្រាអាសន្នបងឆាំងបានប្រញាប់បើកឆាត់យងទើបធ្វើឲ្យគាត់អាចរួចផុតពីគ្រោះថ្នាក់នេះសៀងពីវមើលឃើញថាចម្ងាយពីដីមិនដល់100ម៉ែត្រផងដូច្នេះគាត់ក៏ប្រញាប់ទាញកាតាបឆាត់យងភ្លាមស្មានមិនដល់ថាដោយសារប្រើកម្លាំងខ្លាំងពេកក៏ដាច់ខ្សែបាត់ក្នុងខណៈនោះគាត់ភ័យដល់ថ្នាក់នំដាក់ខៅហើយនៅតែចង់រើបំរាស់ទៀតប៉ុន្តែចុងក្រោយនៅតែធ្លាក់ចុះទៅក្រោមស្លាប់